ប្តីខ្ញុំក៏ប្រាប់ថាកុំឲ្យដាំបន្លែវល្លិនៅជំនាខាងហ្នឹងនៅពេលដែលយើងធ្វើទ្រើងទៅវាឡើងទ្រើងវាស៊ុបបន្ទ្រុបខ្លាចជាចម្រោកសត្វមូសហើយខ្ញុំប្រាប់គាត់ថាចុះព្រៃភ្នំនៅខាងក្រោយផ្ទះប្រប៉ិនមេឃប៉ិនដីហ្នឹងមិនគិតថាជាចម្រោកសត្វមូសផងមកទៅអីទ្រើងបន្លែខ្ញុំ2ម៉ែត្រហ្នឹងបន្ទាប់មកគាត់ថានៅពេលដែលដាំចឹងទៅវាស៊ុបបន្ទ្រុបពិបាកនៅក្នុងការបត់ឡានខ្ញុំថាមានអីត្រូវពិបាកឡានមិនមែនឆេះភ្លាមបត់ភ្លាមណាត្រូវបើកទៅមុខហ៊ូសទ្រើងខ្ញុំ1ម៉ែត្រទៅ2ម៉ែត្រឯនោះទើបមើលលិចកើតហើយបត់បន្ទាប់មកគាត់ថាកន្លែងហ្នឹងទុកចងកសែហាលកំរាលពូកភួយកូនធម្មតាបងប្អូនយើងមានកូនទូចទោះបីពេលយប់គាត់ដេកយើងស្លៀកខោទឹកនោមឲ្យគាត់ក៏ដោយក៏ពេលខ្លះគាត់ភ្លាត់នោមសើមកំរាលពូកយើងត្រូវការបោកយកមកហាលលេងចឹងណាហើយខ្ញុំប្រាប់គាត់ថាចោះដែកទិញសម្រាប់ហាលនោះមិនក៏មិនហាលលើដែកនោះទៅហើយដែកក៏មកត្រូវហាលចងខ្សែហាលឡើងនឹងពីមុនក្រែងហាលឡើងលើដែកនឹងទៅលើកហេតុផល3នឹងមកมันអាចបញ្ឈប់ខ្ញុំបានគាត់អេះអញហើយខ្ញុំប្រាប់គាត់ថាឥឡូវនឹករហេតុផលមកប្រាប់ខ្ញុំឲ្យសមហេតុសមផលមកខ្ញុំសុកចិត្តលើកបន្លែរបស់ខ្ញុំអានងហើយចរៃគូខ្ញុំទៅកន្លែងផ្សេងព្រោះអីខ្ញុំដាំដាក់ផើងអត់ពិបាកនៅក្នុងការលើកទេគាត់គិតមកស្ទុះហើយគាត់សើចគាត់ប្រាក់ខ្ញុំថាចង់ធ្វើអីធ្វើទៅស្រេចតែខ្ញុំអញ្ចឹងហើយខ្ញុំមានណាបងប្អូន3នាក់ម៉ែកូនប្តីបើកភ្លើងខៀវហើយចង់ទ្រើងវឹបតែម្ដងថ្ងៃទៅតបព្រោះអីអត់មានចាំអីយូរទេព្រោះខ្លាចប្តីរហេតុផលមកសមហេតុសមផលទៅធ្វើឲ្យខ្ញុំពិបាកនៅក្នុងការលើកបន្លែខ្ញុំចេញអញ្ចឹងណាព្រោះបើសិនលើកចេញពីកន្លែងនេះអត់ដឹងយកទៅដាំកន្លែងណាបងប្អូនព្រោះអីវាមានកន្លែងចងទ្រើងថាជាថាតែការប៉ិតទៅលើកចេញទៅមិនដឹងយកទៅដាំកន្លែងណាដឹងឲ្យដកចោលហ្មងហើយស្រុកនេះទៀតសោតបងប្អូនទ្រើងបន្លែមានប្របាកចាំបាច់រកចុងអាស័យចុងកត្រុកចុងអីមកទេគឺថាគេមានខ្សែសំណាញ់គេអញ្ចេះយកមកចងធ្វើទ្រើងហើយខ្សែសំណាញ់នេះប្រើជាប់ជាងចុងអាស័យចុងកត្រុកទៀតបងប្អូនព្រោះអីមិនមែនប្រើមួយឆ្នាំបោះចោលឬ2ឆ្នាំបោះចោលយើងប្រើទុកតួវាបាត់ដាច់ពុកផុយហើយយើងមិនប្រើពេញមួយឆ្នាំទេណាយើងប្រើទៅតាមរដូវកាលហ្នឹងព្រោះស្រុកហ្នឹងវាមិនក្តៅពេញមួយឆ្នាំដាំដុះបានពេញមួយឆ្នាំឯណាខែត្រជាក់ដាំមានបានឯណាតើតែយើងមានហាវគេហើយខ្ញុំមានមកពេលណាខ្ញុំដាំហាវវាអញ្ចឹងដាំបានតែខែក្តៅទេហើយខែក្តៅស្រុកនេះទៀតសោតបងប្អូនម៉ោង8ឯនោះបានរៀងចាប់ផ្ដើមរៀងងឹតអញ្ចឹងណាខ្ញុំកំពុងតែធ្វើហ្នឹងក៏ទងដូចជាម៉ោង6កន្លះហើយបងប្អូនប៉ុន្តែនៅតែបើកថ្ងៃចាំងភ្នែកអញ្ចឹងហើយទើបខ្ញុំពាក់វ៉ែនតាមិនពាក់វ៉ែនតា style អីបងប្អូនដោយសារពេលដែលខ្ញុំងើបចងខ្សែទៅវាចាំងថ្ងៃដល់ពេលអញ្ចឹងយើងពិបាកមើលអញ្ចឹងដល់ពេលយើងពាក់វ៉ែនតាចេះវាអត់មានចាំងថ្ងៃចាំងភ្នែកអីពិបាកទេដឹងតែចងពពឆាប់ហើយតែម្ដងហើយម្យ៉ាងធម្មតាបងប្អូនយើងតែមានកូនតែកូននៅជាមួយតែនៅធ្វើយូរពេកហ្នឹងកូនបោកយ៉ាលាលុះអស់ឥឡូវហ្នឹងព្រោះអីបន្លែខ្ញុំបងប្អូនខ្ញុំនិយាយត្រង់ទម្រាំតែបានយកមកធ្វើទ្រើងចេះកូនខ្ញុំក៏ដាច់ត្រួយនឹងប្រហែលដងទេព្រោះអីគាត់ចេញមកគាត់បេះពេញប៉ោះហើយគាត់ឃើញហ្នឹងគាត់ចេះតែទៀនចេះតែស្អីចឹងគាត់គិតថាស្មៅអីចឹងណាហើយពេលខ្លះប្តីខ្ញុំលេងសើចជាមួយគាត់ថាមកដាំស្មៅចឹងកូនខ្ញុំដកមានបណ្ដៃដៃទេបងប្អូនហើយប្តីខ្ញុំគាត់មិនសូវជាហ៊ានទេនៅមុខខ្ញុំព្រោះអីគាត់ខ្លាចខ្ញុំខឹងចឹងណាតែនៅក្រៅខ្ញុំចេះតែលេងសើចចឹងតែបើពេលកូនដកស្ដីកូនដែរហ្នឹងព្រោះខ្លាចខ្ញុំខឹងហ៎ម្យ៉ាងប្តីខ្ញុំបន្លែខ្មែរខ្លះគាត់អត់ចេះហូបទេបងប្អូនបន្លែខ្មែរណាគាត់ចេះហូបគឺគាត់ចូលចិត្តខ្លាំងណាស់ជាក់ស្ដែងដូចតកូនឆាជាមួយគ្រឿងសមុទ្របងព្រះព្រៅតិចទេបងប្អូននិយាយថាពីឈ្ងុយគាត់ចូលចិត្តខ្លាំងណាស់